បធัวនេះធ្វើឲ្យយើងកើតបញ្ញាណាព្រះពុទ្ធដីកាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងសោះសូសង្ឃលភតេបញ្ញាការស្ដាប់ពធัวដោយល្អស្ដាប់ពធัวដោយយកចិត្តទុកដាក់អាហ្នឹងគឺកើតបញ្ញាណាចឹងតើតើឬការស្ដាប់ពធัวដោយល្អស្ដាប់ពធัวដោយយកចិត្តទុកដាក់ហ្នឹងគឺយើងស្ងប់ស្ងាត់យល់ទេស្ងប់ស្ងាត់ស្ងៀមប្រឹងដើម្បីស្ដាប់នៅពធัวមិនឲ្យចិត្តយើងរវើរវាយរីមេយទេបាទហ្នឹងហើយកាលណាបើសិនជាយើងស្ដាប់ពធัวចិត្តយើងរវើរវាយរីមេយគិតទៅនេះគិតទៅនោះអាហ្នឹងអត់សូវបានបន់ច្រើនទេហើយក៏មិនឈ្មោះថាជាការគោរពធัวដែរការគោរពធัวគឺទៅតាមន័យសេចក្តីក្នុងព្រះតកថាបឋមបទលោកប្រាប់ថាការដែលយើងបានស្ដាប់ពធัวដោយផ្ចង់សតិស្មារតីគិតថាអាត្មានឹងស្ដាប់ធัวខាងលើតទៅទៀតតាមពាក្យរបស់លោកអធិប្បាយបញ្យលហ្នឹងណាឲ្យសតិរបស់យើងតាមដានពធัวនឹងជាប់ទៅអាហ្នឹងគឺឈ្មោះថាជាការស្ដាប់ពធัวដោយគោរពចឹងណាបងហើយស្ដាប់ពធัวដោយសេចក្តីគោរពនឹងទៅដែលយកចិត្តទុកដាក់ទៅធ្វើឲ្យយើងសន្សំពូជគឺបញ្ញាហ្នឹងដោយប្រវត្តិរឿងរ៉ាវនាយកាលៈហ្នឹងគឺជាកូនរបស់លោកអនាថបណ្ឌិកសិទ្ធិបាទលោកសិទ្ធិគាត់ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាចូលចិត្តធ្វើទាននៅក្នុងពុទ្ធសាសនាច្រើនគាត់ចេះអេតតកៈខាងឲ្យទានប៉ុន្តែដល់ពេលកូនប្រុសរបស់គាត់អត់ចេះធ្វើទានទេពេលលោកពុកលោកសិទ្ធិហ្នឹងឯងគាត់និមន្តលោកមកវត្តហ្នឹងឯងមុនលោកពីវត្តមកផ្ទះហ្នឹងឯងគាត់អត់ព្រមទៅធ្វើការខ្វល់ខ្វាយបម្រើកិច្ចការងារទំនុកម្រងខុសសង្ឃឲ្យអត់ទេហ្នឹងហើយវិសាគាត់អត់មានសទ្ធាយល់ទេបងកូនលោកសិទ្ធិហ្នឹងឯងពេលពុកមុនលោកថ្វាយទាននៅផ្ទះរបស់ខ្លួនហ្នឹងអត់ទៅដើម្បីធ្វើកិច្ចខ្វល់ខ្វាយដែលឲ្យទៅសំបីទៅស្រាប់ពធក៏អត់ដែរហ្នឹងហើយលោកសិទ្ធិជាឪពុកហ្នឹងគឺដាស់តឿនបញ្ញាបញ្យលអត់ស្ដាប់ញញឹមអត់ស្ដាប់តាមហ្នឹងហើយលោកឪពុកប្រាប់ថាកូនទៅស្ដាប់ធម៌ពេលព្រះសង្ឃមកវត្តមកពីវត្តមកកាន់ផ្ទះអញ្ចឹងទៅស្ដាប់ធម៌ទៅហ្នឹងហើយចូលទៅខ្វល់ខ្វាយបម្រើខុសង្ឃទៅចូលទៅថ្វាយគុំវិខុសង្ឃទៅអត់ស្ដាប់ពាក្យលោកឪពុកណែនាំបញ្ញាបញ្យលហ្នឹងហើយប្រាប់មិនគាត់ធ្វើតាមយើងមានកូនអញ្ចឹងណាមានដែរណាហ្នឹងហើយកូនខ្លះចឹងឯងហើយដល់ពេលលោកសិទ្ធិគាត់គិតថាធម្មតាមនុស្សលោកទាំងអស់ហ្នឹងដែលច្រើនជាប់ចម្ពាក់រឿងលុយកាក់គាត់នឹកឃើញថាការដែលគាត់នៅមានជីវិតអញ្ចឹងហើយបណ្ដោយឲ្យកូនគាត់ជាមនុស្សមិច្ឆាទិដ្ឋិស្លាប់ទៅអវជ័យនរកអញ្ចឹងគឺអត់បានទេគាត់គិតថានឹងជួយកូនគាត់អញ្ចឹងទៅវិធីសាស្ត្រជួយកូនគាត់ក៏នឹកឃើញរឿងហ្នឹងក៏នឹកឃើញថាធម្មតាមនុស្សលោកទាំងអស់ជាប់ចម្ពាក់រឿងទ្រព្យសម្បត្តិរឿងលុយកាក់ហ្នឹងដល់ពេលអញ្ចឹងលោកសិទ្ធិជួលឲ្យកូនហ្នឹងទៅវត្តរក្សាសិលហើយនឹងស្ដាប់ពធហ្នឹងហើយហៅកូនមកថាកូនស្អែកថ្ងៃសិលកូនទៅវត្តរក្សាបោសុតហ្នឹងហើយទៅស្ដាប់ធហ្នឹងបើសិនជាអាចធ្វើអញ្ចឹងបានមកវិញឪពុកនឹងឲ្យទ្រព្យហ្នឹង100កហបណៈ100កហបណៈច្រើនណាស់ណាញាតិសម័យកាលនោះច្រើន100កហបណៈហ្នឹងហើយដល់ពេលអញ្ចឹងអូនហ្នឹងមិនវត្តអត់ជឿដល់លោកឪពុកនឹងថាមែនឬក៏មែនសួរបច្ចៈលោកឪពុកនិយាយមែនឬក៏អត់ថាមែនណាហ្នឹងមែនឲ្យថាទៅរសាបោសុតអញ្ចឹងទៅបច្ចៈដល់3ដងហ្នឹងដឹងថាអូមែនណាមែនក៏ព្រមរសាបោសុតសិលកូនរបស់លោកអនាថបណ្ឌិកសិទ្ធិឲ្យទៅវត្តទៅហើយលោកសិទ្ធិថាឲ្យរសាបោសុតទៅវត្តស្ដាប់ធម៌អីនោះអត់ទេអត់មានចិត្តចង់ស្ដាប់ពធស្ដាប់អាយអត់ទេទៅវត្តមិនមែនអត់ទៅទេរសាបោសុតដល់ពេលរសាបោសុតរួចទៅសពគ្រប់ទៅនៅវត្តហ្នឹងប៉ុន្តែរកកន្លែងណាមួយសំរុបគាត់ដេកទៅ
អត់មានទៅស្ដាប់ធម៌ស្ដាប់អាយទេគាត់ថាខ្ជិលទៅស្ដាប់ធម៌ស្ដាប់អាយហ្នឹងហើយដល់ពេលស្អែកឡើងក្លឹបឡើងគាត់ចេញពីវត្តមកវិញណាហើយជាសម័យកាលនោះគេរក្សាបោសុតដែលច្រើនគេនៅស្ដាប់ធម៌ជួនកាលស្ដាប់ពធមកយប់តភ្លឺក៏មានដែរញ៉ឹងសម័យកាលព្រះសម្មាសម្ពុទ្ធដល់ពេលព្រឹកឡើងមកគាត់មកវត្តវិញមកពីវត្តវិញមកផ្ទះលោកសទ្ធិនឹកគិតសង្ឃឹមក្នុងចិត្តដែរថាប្រហែលជាកូនព្រឹកឡើងមុនប្រសងអីមកហើយដើម្បីធ្វើទានណាដល់ពេលលទ្ធផលចុងក្រោយឃើញមកតែម្នាក់ឯងមកម្នាក់ឯងទៅលោកសទ្ធិក៏ឲ្យគេរៀបចំបវរជាគូអីពេលព្រឹកទៅដើម្បីឲ្យកូនបរិភោគព្រោះកូនរសាបោសុតណាអត់បាយល្ងាចដល់ពេលអញ្ចឹងលោកសទ្ធិឲ្យគេរៀបចំម្ហូបអាហារបវរជាគូអីឲ្យបរិភោគអត់បរិភោគទាលុយសិនទាលុយសិនអត់តាន់បានលុយទេគឺអត់បរិភោគទេហ្នឹងអញ្ចឹងលោកសទ្ធិក៏ព្រមឲ្យលុយតែព្រមឲ្យលុយទៅបានបរិភោគហ្នឹង1000ខាបណៈ100ខាបណៈហើយដល់ពេលថ្ងៃស្អែកឡើងទៀតលោកសទ្ធិគាត់ជួលទៀតជួលកូនហ្នឹងនៃកាលៈហ្នឹងថាថ្ងៃនេះកូនទៅវត្តឧស្សាហ៍សិលប្រហែលជាបោសុតសិលជាប់គ្នា2ថ្ងៃទៅថ្ងៃ14 15អញ្ចឹងណាយល់ហ្នឹងហើយជាប់គ្នា2ថ្ងៃហ្នឹងហើយដល់ពេលអញ្ចឹងឲ្យកូនរក្សាបោសុតហើយថ្ងៃហ្នឹងត្រូវទៅស្ដាប់ធម៌ពីព្រះសម្មាសម្ពុទ្ធទិញធម៌យ៉ាងម៉េចឲ្យចេះចាំត្រឹមតែមួយបានមកគាថាអីក៏បានហ្នឹងហើយយកមកវិញចាំមកបានមកគាថាសូត្រដោយគាត់ទៅគាត់ស្ដាប់ហើយនឹងឲ្យទ្រព្យសម្បត្តិបន្ថែមលើសពីមុនហ្នឹងគឺរហូតដល់1000ខាបណៈណាសិលមិញហ្នឹងគឺត្រឹមតែ100ថ្ងៃនេះដាក់1000ប៉ុន្តែធ្វើម៉េចឲ្យទៅទិញធួឲ្យចាស់ណាហ្នឹងដល់ពេលអញ្ចឹងគាត់ក៏ទៅវត្តទៀតរសាបោសុតដែរហ្នឹងហើយទៅស្ដាប់ធម៌ថ្ងៃនេះបានទៅស្ដាប់ធម៌អត់ហ៊ានដេកទៀតទេសិលមិញដេកថ្ងៃនេះទៅស្ដាប់ធម៌ទៅឈរចំពោះមុខព្រះសម្មាសម្ពុទ្ធស្ថិតនៅចំពោះមុខព្រះសម្មាសម្ពុទ្ធហ្នឹងតាំងចិត្តដើម្បីស្ដាប់ពធព្រះសម្មាសម្ពុទ្ធព្រះអង្គមានញាណព្រះអង្គជ្រាបព្រះអង្គដឹងច្បាស់ក៏ព្រះអង្គសម្ដែងពធមិនអោយនៃកាលៈហ្នឹងគាត់ស្ដាប់ពធចាំទេចឹងណាបងព្រោះនៃកាលៈហ្នឹងគាត់គិតថារៀនធម៌ចាំតែមកគាថាហ្នឹងបានប៉ុណ្ណឹងឈប់ស្ដាប់ឈប់អីទៅផ្ទះវិញយកលុយហ្នឹងគំនិតរបស់គាត់អញ្ចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រាបព្រះអង្គសម្ដែងធម៌ធ្វើម៉េចកុំឲ្យចាំហ្នឹងហើយឲ្យស្ដាប់យល់ប៉ុន្តែអត់ឲ្យចាំអញ្ចឹងទៅនៃកាលៈហ្នឹងគាត់ក៏តាំងចិត្តស្ដាប់ថាអាត្មានឹងស្ដាប់យកបទដតីខាងលើបន្ថែមទៀតហ្នឹងអញ្ចឹងទៅបាននៅក្នុងចំណុចហ្នឹងឯងសតិស្មារតីរបស់នៃកាលៈហ្នឹងគឺផ្ចង់ទៅតាមកខ្សែពធរហូតព្រោះតាំងចិត្តដើម្បីស្ដាប់ឲ្យចាំហ្នឹងយល់ទេហ្នឹងហើយដល់ពេលចឹងសតិស្មារតីអត់មានងាកទៅឆ្វេងទៅស្ដាំទេគឺតាំងចិត្តស្ដាប់ព្រះអង្គនិយាយមួយម៉ាត់មកគឺតាមដានរហូតហើយនៅក្នុងសេចក្តីហ្នឹងព្រះតកថាលោកបញ្ជាក់ប្រាប់ថាការស្ដាប់ពធយ៉ាងនេះឈ្មោះថាជាការស្ដាប់ពធដោយសេចក្តីគោរពឃើញណាលោកប្រើពាក្យសនន្តោវៈការស្ដាប់យ៉ាងហ្នឹងឯងសក្កច្ចាំងធម្មំសនាទេណាឈ្មោះថាជាការស្ដាប់ពធដោយសេចក្តីគោរពហ្នឹងហើយការស្ដាប់ពធដោយសេចក្តីគោរពហ្នឹងគឺជាហេតុជាបច្ច័យធ្វើឲ្យបុគ្គលស្ដាប់ទៅបានសោតាសក្តិអនាគាអីហ្នឹងក៏ដូចគ្នាចឹងដែរក្នុងអត្ថកថាហ្នឹងលោកបញ្ជាក់ចឹងដែរអ្នកដែលស្ដាប់ពធគេស្ដាប់ទៅបានសម្រេចសោតាសក្តិអនាគាអត់មានស្ដាប់ទៅចិត្តយើងរវើរវាយរេមេទៅនេះទៅនោះទេណាញញឹមគឺស្ដាប់ចង់សតិស្មារតីតាមកខ្សែពធនឹងរហូតហ្នឹងស្ដាប់របៀបហ្នឹងគឺចម្រើនបញ្ញាបានបុណ្យកុសលច្រើនតែពេលអញ្ចឹងគាត់ប្រឹងស្ដាប់មែនតែនទៅមានអីញញឹមស្ដាប់ទៅព្រះអង្គប្រកាសសច្ចធម៌គាត់យល់ធម៌បានសម្រេចជាព្រះសោតាហ្នឹងនឹងនៃកាលៈណាញញឹមកូនលោកសទ្ធិអនាថបណ្ឌិកៈហើយដល់ពេលថ្ងៃហ្នឹងគាត់រសាបោសុតមួយថ្ងៃទៅព្រឹកឡើងគាត់និមន្តព្រះសម្មាសម្ពុទ្ធសង្ឃមកផ្ទះហ្នឹងហើយព្រោះបានសម្រេចធម៌ហើយណាអញ្ចឹងបានរតនីនិមន្តព្រះសម្មាសម្ពុទ្ធសង្ឃអីមកផ្ទះទៅហើយលោកសទ្ធិក៏បានឃើញអាកប្បកិរិយាមេរយាទរបស់កូនថ្ងៃហ្នឹងវាល្អប្រសើរណាយល់ល្អប្រសើរហើយបាននិមន្តព្រះសម្មាសម្ពុទ្ធសង្ឃអីមកទៀតគាត់សប្បាយចិត្តណាគាត់សប្បាយចិត្តត្រេកអររីករាយប៉ុន្តែគាត់មិនបានដឹងថាកូនគាត់បានសប្បាយធួយអត់ទេហ្នឹងហ
ហើយដល់ពេលអញ្ចឹងទៅគាត់ក៏បានចាត់ចែងរៀបចំប្រគេនយាគូបបរអីហ្នឹងថ្វាយព្រះសម្មាសម្ពុទ្ធគោសង្ឃទៅហើយគាត់ក៏បានប្រើគេឲ្យយកបបរយកអីឲ្យកូនដែរកូនសាផលសុទ្ធណាហ្នឹងហើយបន្ទាប់មកណែគាត់ក៏បានចាត់ចែងរៀបចំឲ្យគេហ្នឹងយកលុយ1000កហបណៈឲ្យកូននឹងដែរមុខព្រះហ្នឹងឯងហើយកូនចេះតែនឹកក្នុងចិត្តថាម៉េចកុំឲ្យឪពុកនឹងឲ្យលុយខាងមុខព្រះអៀនណាអៀនខ្មាស់ព្រះអង្គណាអៀនខ្មាស់ព្រះអង្គត្រង់ថាខ្លួនឯងស៊ីឈ្នួលទៅស្ដាប់ធម៌អៀនព្រះអង្គហ្នឹងហើយដល់ពេលអញ្ចឹងទៅក៏នៅពេលដែលលោកសទ្ធិឲ្យគេឲ្យលុយហ្នឹងគឺអត់មានទទួលនៅស្ងៀមអញ្ចឹងទៅបរិភោគបបរអាហារយាគូអីហ្នឹងបរិភោគទៅបង្ើយទៅអត់ទទួលទេហ្នឹងហើយដល់ពេលអញ្ចឹងទៅអ្នកដែលយកទ្រព្យមកឲ្យទៅប្រាប់លោកសទ្ធិថាយកទៅទុកនៅនឹងហ្មងទៅដាក់នៅពោះមុខហ្មងទៅហ្នឹងហើយដល់ពេលអញ្ចឹងទៅរឿងហ្នឹងក៏ដឹងដល់ព្រះអង្គទៅហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងពធប្រាប់រឿងហ្នឹងឯងដែលកូននឹងឯងទៅស្ដាប់ធម៌ប្រាថ្នាដើម្បីត្រូវការចង់បានទ្រព្យសម្បត្តិណាក៏ជំនុំហ្នឹងឯងត្រូវការលុយត្រូវការកាក់ហ្នឹងហើយដល់ពេលលទ្ធផលចុងក្រោយពេលបានសម្រាប់ជាព្រះសោតាទៅលែងត្រូវការប្រាថ្នាចង់បានលុយចង់បានកាក់ណាចឹងទៅបានប្រាប់រឿងហ្នឹងព្រះអង្គសម្ដែងទៅគាថាមួយព្រះអង្គត្រាស់សម្ដែងបឋព្យាឯករចេនអ្នកសក្កសកមនេនវាសពលោកាធិបច្ចេនអ្នកសោតាបតិផលាំងវរាំងហ្នឹងព្រះអង្គសម្ដែងថាសោតាបត្តផលប្រសើរជាងឯករាជ្យនៅលើផែនដីប្រសើរជាងដំណើរទៅកាន់ឋានសួគ៌ប្រសើរជាងភាពជាអធិបតីជាធំនៅក្នុងលោកទាំងអស់ចឹងណាបងដឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងតកតងនៅក្នុងរឿងការបានសម្រេចជាព្រះសោតាបត្តបុគ្គលគឺមានសភាពល្អពិសេសក្រៃលែងជាងភាពជាអធិបតីណាបឋព្យាឯករចេនអ្នកហ្នឹងគឺប្រតិកថាលោកប្រាប់ថាជាស្រ័យចក្រពត្តិធំជាងស្រ័យចក្រពត្តិទៀតហ្នឹងហើយសក្កសកមនេនវាហ្នឹងដំណើរទៅការឋានសួគ៌ទៅការឋានព្រំអាហ្នឹងក៏អត់ប្រសើរដូចជាបានសម្រេចធម៌ជាព្រះសោតាដែរអញ្ចឹងណាញោមហ្នឹងបានទៅកើតទេវតាក៏ដោយបានទៅកើតនៅក្នុងព្រហ្មលោកក៏ដោយប៉ុន្តែការបានសម្បត្តិទាំងអស់ហ្នឹងអត់អាចដើម្បីយកមកប្រៀបធៀបប្រៀបផ្ទឹមជាមួយនឹងសម្បត្តិគឺការបានសម្រេចធម៌ជាព្រះសោតាទេការបានសម្រេចធម៌ជាព្រះសោតាហ្នឹងគឺប្រសើរជាងវិសេសជាងហើយការដែលបានភាពជាអធិបតីជាធំនៅក្នុងលោកហ្នឹងជាបរិជាគ្រប់គ្រងប្រទេសមួយជាធំអ្នកនេះអ្នកនោះអីចឹងទៅអាហ្នឹងក៏អត់ស្មើនឹងការបានសម្រេចជាព្រះសោតាដែរការស្ដាប់ពធនេះធ្វើឲ្យយើងកើតបញ្ញាណាព្រះពុទ្ធដីកាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងសោសោសង្ឃលភតេបញ្ញាការស្ដាប់ពធដោយល្អស្ដាប់ពធដោយយកចិត្តទុកដាក់